សួស្តីអ្នកទាំងអស់គ្នាខ្ញុំយូអ៊ីថ្ងៃនេះយើងនឹងបន្តសេរឿងស្មានណានឹងការពារភាគ3របស់យើងទាំងអស់គ្នាអ្នកដែលអត់ទាន់បានមើលរឿងស្មានណានឹងការពារភាគ2ទេណាចូលទៅ channel ទេពីរបស់ admin បានព្រោះ admin បានផលនៅនឹងដោយសារតែផលនៅនេះ YouTube ចាប់ទៅ admin បានលុបចេញវិញហើយlink ហ្នឹង admin នឹងធ្លាក់នៅក្រោម comment ហើយសូម្បីតែ link Telegram admin ក៏ធ្លាក់នៅនឹងដែរណាតើកុំឲ្យថា admin និយាយច្រើននិយាយទៅកាន់រឿងរបស់យើងទាំងអស់គ្នាបានសើរឿងមកយើងបានឃើញ Marita ត្រូវជាប់គាត់ងងឹតហើយអង្គររបស់ Theo បានមកហៅ Marita របស់យើង Theo ក៏បាននិយាយទៅកាន់អង្គររបស់គាត់ថាណែយក Marita ចេញមកក្រៅមកហើយអង្គររបស់ Theo ក៏បាននិយាយថាបានលោកចាស់ហើយ Marita ក៏បានគិតថាតើគេនឹងបង្ហាញជីវិតគាត់មែនលើនឹងកាត់មកពេលដែលអង្គររបស់ Theo នាំ Marita យើងចេញមកក្រៅហើយ Marita បានរត់មកថាតើនៅនឹងនៅណាហើយគាត់ក៏ស្រាប់តែបើកភ្នែកឡើងធំហើយគាត់បានឃើញTheo របស់យើងឈរហើយគេថាតើមាននឹងអីកើតឡើងតើគេនឹងមកហាជីវិតរបស់គាត់មែនហើយ Theo ក៏បាននិយាយទៅកាន់អង្គររបស់គាត់ថានាំ Marita មកនេះមកហើយ Marita ថាគិតក្នុងចិត្តថាតើគេនឹងបង្ហាញជីវិតរបស់គាត់ត្រូវអត់ Marita បានគិតក្នុងចិត្តថាគេនឹងបង្ហាញជីវិតរបស់គាត់តែគាត់បានគិតក្នុងចិត្តថាតែគាត់មានអារម្មណ៍ថា Theo របស់យើងគឺជា Alpha ទេប៉ុន្តែហេតុអ្វីបានជាមានក្លិនដូចជា Omega ចឹងពេលដែល Marita កំពុងតែគិតនោះ Theo យើងក៏បានឈប់ដូចគ្នាហើយគេក៏បានស្វាគមន៍មកកាន់ Theo របស់យើងហើយ Marita នឹងគិតថាគេនឹងបង្ហាញជីវិតរបស់គាត់ធ្វើឲ្យគាត់នឹងក្តាប់ដៃយ៉ាងខ្លាំងហើយពេលហ្នឹង Theo គេបាននិយាយទៅកាន់អង្គររបស់គេថាឲ្យយកដៃ Marita របស់យើងមកនេះមកហើយ Marita បានស្រែកថាតើអ្នកឯងនាំគ្នាធ្វើអីគេតែ Theo គេអត់មកទេគេក៏យកដៃ Marita របស់យើងហ្នឹងមកវាដើម្បីយកឈាមបន្តទៅលើទឹកឲ្យម្យ៉ាងហើយធ្វើឲ្យ Marita នោះគេឆ្ងល់ហើយ Theo យើងក៏បានអាដៃខ្លួនឯងដើម្បីទៅដាក់ឈាមចូលដូចគ្នាពេលដែលពួកគាត់បន្តឈាមរួចក៏ឃើញអាចារ្យដែលឈាមដែលគាត់បន្តមិញហ្នឹងឡើងភ្លឺហើយធ្វើឲ្យពីអ្នកហ្នឹងភ្ញាក់ផ្អើលហើយអ្នកដែលកាន់ទឹកហ្នឹងគឺគេនិយាយថាសូមអបអរផងអ្នកគឺមានផ្ទៃពោះហើយ Theo មកMarita យើងហើយ Marita យើងក៏កំពុងតែឆ្ងល់ថាមានរឿងអីគេកើតឡើងហើយ Theo គេគិតក្នុងចិត្តថាតើវាអាចទៅរួចអត់ហើយ Marita គេស្រែកមកវិញថាអ្នកឯងគឺជា Alpha ហេតុអីបានជាអ្នកឯងអាចមានកូនវាមិនអាចទៅរួចទេ Theo របស់យើងឮអញ្ចឹងគេខឹងមែនតើគេក៏បានលូកដៃទៅច្បាយកMarita របស់យើងហើយគេនិយាយថាអ្នកឯងនិយាយឈួតអីគេអ្នកឯងដឹងអត់ថាខ្ញុំគឺជាស្មាណាណាហើយ Theo យើងក៏បានសួរទៅកាន់ Marita ថាហេតុអីបានជាត្រូវជាអ្នកឯងហេតុអីហើយអង្គររបស់ Theo យើងក៏មកហាមឃាត់ Theo របស់យើងហើយ Marita យើងឆ្ងល់មែនតើហើយ Theo យើងក៏បានស្រែកទៅវិញថាអ្នកឯងបានទៅខ្លាចជាព្រាហ្មណ៍របស់ខ្ញុំហើយខ្ញុំនឹងបញ្យល់អ្នកគ្នាបន្តិចព្រាហ្មណ៍ហ្នឹងមានន័យថាគឺជាអ្នកដែលធ្វើឲ្យAlpha ម្នាក់ហ្នឹងមានផ្ទៃពោះបានណាអ្នកទាំងអស់គ្នាហើយនឹងក៏គេហៅថាគឺជាស្មាណាដូចគ្នាណាហើយ Theo យើងក៏បានបញ្យល់ទៅប្រាប់ Marita ថាផ្លែឈើលវាឬមួយក៏គេហៅថាស្មាណាគឺជាផ្លែម្យ៉ាងដែលធ្វើឲ្យ Alpha អាចមានផ្ទៃពោះបានស្មាណានឹងការពារតម្រូវឲ្យនៅជាមួយគ្នាដល់តែសុទ្ធនឹងគឺវាញាស់មានកូនម្នាក់ក្នុងចំណោមពីរនឹងត្រូវស្លាប់សុទ្ធនឹងនោះត្រូវការក្លិនពុលរមុនរបស់ Alpha ដែលជាការពារហើយនឹង Alpha ដែលជាស្មាណាដូចគ្នាទៅធ្វើឲ្យសុទ្ធនោះលូតលាស់បានល្អសម្រាប់អ្នកដែលពោះវិញគឺនឹងធ្វើឲ្យមានអារម្មណ៍ថាស្រួលបើសិនបើAlpha ដែលជាកាព្រាងនៅចិត្តបើសិនAlpha ដែលមិនមែនជាកាព្រាងនឹងមិននៅចិត្តទេធ្វើឲ្យពួកគេមានអារម្មណ៍ថាគេនឹងមិនសនុកទេដែលកើតឡើងនៅរាត្រីនោះនេះហើយគឺជាមូលហេតុជាមិត្តរូបនៃគ្រួសារស្មាណារបស់ពួកយើងឥឡូវហ្នឹងកាត់មក Theo យើងនៅបន្ទប់ការងាររបស់គេកំពុងតែសេកិច្ចសន្យារបស់ Marita និង Theo របស់យើងហើយ Theo យើងមកនិយាយថាបើសិនបើអ្នកឯងយល់ព្រមធ្វើជាកាព្រារបស់ខ្ញុំអ្នកនឹងត្រូវប្តូរឈ្មោះសិនណា Theo ក៏បាននិយាយទៀតថាជាសំណាងល្អណាស់មានមនុស្សតិចតួចណាដែលស្គាល់ឈ្មោះពិតរបស់អ្នកឯងចឹងទៅខ្ញុំសប្បាយចិត្តមែនតើ Theo ក៏បាននិយាយទៅកាន់ Marita ថាខ្ញុំនឹងខ្លាចទៅជាស្មាណារបស់អ្នកកុំភ័យអីខ្ញុំនឹងចំណាយអ្វីៗទាំងអស់ទៅលើអ្នក
ប្រងឲ្យអ្នកខ្លាចទៅជាកាព្រីរបស់ខ្ញុំហើយរឿងដែលសំខាន់ជាងនោះគឺជាថ្ងៃដែលកូនបានកើតមកហើយអ្នកអាចយកឈ្មោះរបស់អ្នកនិងអាចចាក់ចេញពីទីនេះបានហើយធ្វើឲ្យម៉ារីតារបស់យើងគឺក្តាប់ក្តាស់នឹងបន្តិចដែរម៉ារីតាគេមិនទាន់ទុកចិត្តថេអូរបស់យើងទាំងស្រុងទេគេក៏បានសួរថាពេលដែលរឿងនឹងចប់ហើយអ្នកនឹងឲ្យខ្ញុំត្រឡប់ទៅកង់ទ័ពរបស់ខ្ញុំវិញមែនតើអ្នកពិតអត់ថានឹងអនុញ្ញាតឲ្យខ្ញុំទៅមែនក៏បានសើចទៅកាន់ម៉ារីតាហើយគេនិយាយថាប្រកាសណាខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទៅហើយថេអូក៏បានធ្វើភ្នែកពិឃាតទៅកាន់ម៉ារីតារបស់យើងហើយម៉ារីតានោះក៏គេអត់ឲ្យចៅវិញដែរគេក៏ធ្វើភ្នែកពិឃាតទៅវិញហើយថេអូក៏បាននិយាយថាគ្រួសារស្មាណារបស់ពួកគេនឹងមិនដួលរលំឡើយថេអូក៏បាននិយាយថាអ្នកឯងឈប់បារម្ភទៅហើយចុះហៅទលេខាទៅលើកិច្ចសន្យាមួយនោះចុះម៉ារីតាក៏បានទុកចិត្តទៅលើថេអូរបស់យើងហើយក៏ព្រមសញ្ញេហើយពេលដែលសញ្ញេហ្នឹងភ្លឺចេញពីក្នុងកិច្ចសន្យារបស់ពួកគេហ្នឹងភ្លឺមកចេញឡើងដូចក្លិនភូឡូម៉ូនហើយម៉ារីតាក៏បានសួរទៅកាន់ថេអូថាតើនេះគឺជាអ្វីថេអូយើងក៏បានងើបចេញពីកន្លែងធ្វើការគេដើម្បីដើរមកឈរពីមុខរបស់ម៉ារីតារបស់យើងហើយយើងក៏បានឃើញភ្នែករបស់ម៉ារីតាយើងមកជាងដែលពណ៌សហ្នឹងក៏ឡើងមកជាពណ៌មាសវិញនេះគឺជាកិច្ចសន្យាទេអ្នកកុំភ័យមើលមានតែខ្ញុំទេដែលអាចបញ្ចប់នឹងកិច្ចសន្យានេះបាននៅពេលដែលអ្នកបានធ្វើជាទាសកររបស់ខ្ញុំរួចខ្ញុំណែនាំអ្នកទាំងអស់គ្នាបន្តិចតាមពិតទៅទាសករហ្នឹងគឺមកថេអូរបស់យើងចង់មានន័យថាម៉ារីតាយើងពេលដែលកូននឹងកើតមកហើយគឺម៉ារីតាយើងរួចពីកិច្ចសន្យាមួយហ្នឹងហើយណាហើយថេអូគេក៏បានគម្រាមទៅកាន់បងគេថាបើអ្នកឯងហ៊ានរត់ចេញមុនកិច្ចសន្យាហ្នឹងអ្នកឯងពេលដែលខ្ញុំចាប់បានខ្ញុំនឹងសម្លាប់អ្នកឯងចោលភ្លាមហើយថេអូយើងក៏បានសុំម៉ារីតាយើងចាប់ដែរហើយថេអូក៏បាននិយាយទៅកាន់បងគេថាអ្នកកុំភ័យអីខ្ញុំនឹងមិនធ្វើឲ្យអ្នកឈឺចាប់ទេខ្ញុំនឹងខ្លាចទៅជាស្មាណារបស់អ្នកចាប់ពីពេលនេះទៅខ្ញុំនឹងហៅអ្នកថាគឺជាសេកអ្នកទាំងអស់គ្នាគេចាប់ពីពេលនេះទៅគេនឹងហៅម៉ារីតារបស់យើងថាសេកប៉ុន្តែអេដមីនសុំហៅថាម៉ារីតាតដែរណាឥឡូវហ្នឹងវីដេអូអេដមីនចប់ថាហ្នឹងហើយចាំជួបគ្នាមួយអេដមីននៅវីដេអូក្រោយបាយបាយ